រុនសួស្តីជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញដំណាំតិចតួចនៅជិតផ្ទះនេះធ្វើស្ងោរជ្រក់អញ្ចឹងឲ្យកូនមកបេះក្រូចឆ្មាហើយក្រូចឆ្មាហ្នឹងខ្ញុំដាំតាពីដើមទេបងប្អូនហើយមានរដូវទេប្រែរហូតហូបអត់ដែរអស់ផងហើយនេះជាណាតិចតួចនៅជិតផ្ទះហ្នឹងហើយជាវងនេះខ្ញុំនេះដាំតាពីដើមទេបងប្អូនហូបអត់អស់ទេបេះយកទៅហាងផងអីផងហើយនៅតែអត់អស់ទៀតគឺស្លឹកល្អមែនតើកាត់រហូតកាត់ឆូតវារហូតហើយមានម្ទេសបន្តិចដែរខ្ញុំមិនសូវដាំអីច្រើនទេបងប្អូនដោយសារបន្លែយកមកពីចការខ្លួនឯងហើយគាត់ណារបស់ជ្រក់របស់អីនេះយើងចង់បានថ្មីស្រស់ភ្លាមអញ្ចឹងវាឈ្ងុយហើយក្រូចឆ្មានេះបងប្អូនអើយនិយាយពីផ្លែរដូវណាក៏ផ្លែគាត់ផ្លែតិចហើយផ្លែច្រើនយើងបាញ់ជីទឹកទៅដាក់ជីទៅផ្លែរហូតផ្លែពេញដើមធ្វើក្រូចងើមផងអីផងនៅតែមិនអស់ហុំអស់ហើយដល់សល់ច្រើនទៅធ្វើងើមនៅហូបអត់អស់ទៀតខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនជំរាបលា